បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទសូមស្វាគមន៍មកកាន់វីដេអូធ្វើម្ហូបប៉ាពេជ្រ Cooking ទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះគឺយើងមិនបានធ្វើម្ហូបទេគឺយើងនឹងមកបង្ហាញនៅវិធីធ្វើត្រីព្រិលតកកឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាបាទសម្រាប់រូបរាងត្រីព្រិលតកកនៅពេលដែលយើងកំងមកត្មងនេះគឺគេអត់បានធ្វើសកាយើងទេប៉ុន្តែគេកាត់ក្បាលកាត់កតុយចេញអស់ហើយប៉ុន្តែសម្រាប់សកាគឺយើងមកធ្វើនៅខ្លួនឯងឥឡូវយើងធ្វើសការួចហើយទៅមកខ្ញុំយកមកដាក់លើអញ្ចេញដើម្បីធ្វើការថ្លង់គីឡូសម្រាប់គីឡូគឺយើងដឹងទៅហើយថាត្រីមួយនេះគឺទម្ងន់6គីឡូប៉ុន្តែគឺខ្ញុំចង់ដឹងបន្ថែមគឺខ្ញុំយកមកថ្លឹងរួចហើយខ្ញុំក៏កត់ទុកដើម្បីយកទៅគណនាថានៅពេលដែលយើងធ្វើរួចហើយគឺឆ្អឹងមានប្រមាណគីឡូមានប្រមាណខាំហើយនៅសាច់ដែលយើងប្រើបានប្រមាណខាំប្រមាណគីឡូបាទអានេះគឺវិធីធ្វើដំណងនៅពេលដែលយើងធ្វើសការួចរាល់អស់ហើយគឺយើងចាប់ដើមធ្វើការជូតវាឲ្យស្ងួតបន្តិចមកសម្រាប់សាច់ត្រីនេះទៅមកគឺយើងមកឆ្នោតយកអាតំណុងខ្នងវានោះបាទហើយសម្រាប់កមិតរបស់យើងនោះគឺមិនមែនយើងទម្លាក់ហាន់ទៅត្រង់ទេគឺយើងរៀងផ្អៀងចូលទៅក្នុងព្រុយខ្នងយើងរៀងផ្អៀងវាដល់ពេលដែលយើងហាន់ទៅមកខាងទៀតគឺយើងផ្អៀងមកដូចគ្នាចូលគ្នាទៅបន្ទាប់មកគឺវាដាច់មិនមែនដាក់ទៅត្រង់ភ្លឹងតែម្ដងទេបាទឥឡូវយើងធ្វើការហាន់បានមួយចំហៀងហើយបន្ទាប់មកគឺយើងប្រែមកហាន់មួយចំហៀងទៀតយើងក៏ទម្លាក់កមិតផ្អៀងឃើញអត់ដៃដែលខ្ញុំបង្ហាញគឺរៀងផ្អៀងចូលទៅក្នុងបាទហើយសម្រាប់កមិតដែលយើងត្រៀមនឹងធ្វើត្រីនេះក៏សូមឲ្យបងប្អូនសំលៀងឲ្យរៀងមុតបន្តិចមកឥឡូវនេះតំណុងខ្នងឬក៏ព្រុយខ្នងរបស់យើងនេះបានមួយហើយឥឡូវយើងមកធ្វើការហាន់តំណុងពោះវាបន្តទៀតគឺវាមានទាំងតំណុងពោះវាមានទាំងតំណុងខ្នងឬក៏ព្រុយខ្នងនេះឥឡូវយើងមកធ្វើការហាន់ដូចអាដែលយើងហាន់តំណុងខ្នងដូចគ្នាបាទហើយពេលនេះយើងកំពុងតែឆូតជ្វីចមកខាងរួចហើយឥឡូវយើងចាប់ផ្ដើមមកខាងទៀតឆ្វោកសលេងឆ្វោកដូចជាស្រួលណាស់ប៉ុន្តែអ្នកឆូតនោះគ្រឹតវាទៅនឹងអាព្រុយវាទៅជាមួយនឹងអាព្រុយនេះវាដេកដួលមកទៅវាទៅកមិតយើងបាទបន្ទាប់ពីឆូតខាងនេះឆូតខាងនោះរួចហើយក៏យើងក៏បន្ថែមមួយច្រចទៀតព្រោះវាអត់ទាន់ដាច់សលេងលឺសូរតែក្រេបដាច់ឆ្អឹងបាទឥឡូវក៏បានសម្រេចហើយទាញមកតំណងបានមួយខ្សែទៀតសម្រាប់ព្រុយពោះរបស់យើងឥឡូវរួចរាល់ហើយធ្វើព្រុយបាទបន្ទាប់ពីយើងធ្វើការវាស់យកព្រុយពោះរួចរាល់ទៅមកគឺយើងមកបង្ហាញថាណែខ្ញុំឆូតរួចហើយណាព្រុយខ្នងព្រុយពោះណាបាទហើយដំណាក់កាលបន្តរបស់យើងនោះគឺយើងក៏មកត្រៀមធ្វើការវាស់ត្រីរបស់យើងបន្តមកទៀតបាទហើយសម្រាប់វិធីវាស់បន្តទៀតនោះគឺយើងដាក់ផ្ងាយើងដាក់យកត្រីរបស់យើងមកយកមកផ្ងាពោះបាទបន្ទាប់មកយើងយកកមិតរបស់យើងនោះវាស់សាច់ត្រីនេះឲ្យនៅជាប់ជាមួយនឹងឆ្អឹងខ្នងបំផុតហើយក៏អូសទៅឲ្យជាប់ជាមួយឆ្អឹងខ្នងរហូតទៅដល់កតុយបន្ទាប់ពីយើងវាស់ខាងពោះរួចរាល់ហើយក៏យើងមកវាស់ខាងខ្នងវិញម្ដងគឺដូចគ្នាកណានេះគឺមានឆ្អឹងខ្នងត្រីបន្ទាប់មកគឺយើងវាស់សាច់ត្រីនេះឲ្យជាប់នឹងឆ្អឹងខ្នងដូចគ្នាមកអូសទៅគ្រឺតចូលទៅដល់កតុយតែម្ដងបាទហើយរបៀបវាស់ត្រីធំបែបនេះគឺវាមានលក្ខណៈខុសពីគ្នាអ្នកខ្លះក៏គេផ្ដេកធ្វើការវាស់តែម្ដងទៅហើយអ្នកខ្លះក៏ធ្វើវិធីដែលខ្ញុំបង្ហាញនេះបាទហើយសម្រាប់របៀបធ្វើនេះគឺនរណាស្និទ្ធធ្វើបែបណាក៏ធ្វើបែបនោះសំខាន់គឺឲ្យបានសាច់ត្រីរបស់យើងចេញមកជាលក្ខណៈស្អាតបាទហើយសម្រាប់ការវាស់ត្រីរបស់យើងនេះគឺយើងឧទាហរណ៍ថាខាងក្រោមមិញគឺយើងវាស់បើយើងអើតពីវីដេអូនេះគឺវានៅខាងស្ដាំយើងវាស់ពីខាងពោះមិញណាហើយខាងលើនេះគឺយើងក៏ត្រូវតែវាស់នៅខាងស្ដាំឆ្អឹងខ្នងដូចគ្នាដើម្បីឲ្យវាទៅប៉ះគ្នានេះឃើញទេនៅពេលដែលយើងហែកមកគឺឲ្យវាត្រូវមកខាងដូចគ្នាអញ្ចឹងទៅមកយើងផ្ដេក
រួចហើយយើងទៅលើកកំមេតដើម្បីធ្វើការវើសវាបន្តទៀតគឺអានេះនៅជិបនឹងឆ្អឹងខ្នងបំផុតហើយនេះយើងក៏ធ្វើការវើសរុញទៅក្រែក្រែរហូតដល់កតុយភ្លឹបតែម្ដងឥឡូវយើងមកបើកឆាកមើលវ៉ាវពិតជាស្អាតមែនទែនតែម្ដងប្អូនណែឃើញទេខ្ញុំបាទបន្ទាប់ពីបានមកចំហៀងហើយឥឡូវយើងមកធ្វើការវើសមកចំហៀងទៀតវើសមកចំហៀងទេដើម្បីយកឆ្អឹងខ្នងចេញសម្រាប់ត្រីប្រភេទត្រីព្រិលតកកនេះគឺវាមិនសូវមានឆ្អឹងច្រើនប្រហែលទេហើយឆ្អឹងរបស់វាក៏មិនសូវរឹងដែរបាទឥឡូវខ្ញុំយកกระดาษជូបដៃឬក៏បងប្អូនមានកសែងតូចអីក៏យកមកសង្កត់ព្រោះយើងការពារនៅពេលដែលកំមេតអីអាចនឹងភ្លើតគឺយើងមានកណាត់ណែឯងជួយការពារដៃហើយម្យ៉ាងមួយទៀតនោះគឺវាមិនធ្វើឲ្យយើងល្អិលនៅពេលដែលយើងសង្កត់សាច់ត្រីទៅគឺវាស្អិតបាទហើយសម្រាប់ការវើសត្រីនេះគឺបងប្អូនត្រូវព្យាយាមយកកំមេតរបស់យើងនេះរុញទៅឲ្យគេជាមួយនឹងឆ្អឹងខ្នងបំផុតដើម្បីឲ្យវាស៊ីសាច់ត្រីមិនសូវច្រើនណាបាទឥឡូវយើងបន្ទាប់ពីធ្វើការវើសរួចរាល់ហើយនេះសាច់គឺអត់សូវជៀបទៅជាមួយនឹងឆ្អឹងប្រហែលទេបាទសាច់ត្រីព្រិលតកកនេះគឺសស្គុះតែម្ដងណាបងប្អូនបាទបន្ទាប់មកគឺយើងមកធ្វើការហាន់តុបតែងឲ្យវាស្អាតហើយណាមួយគឺដើម្បីហាន់ឆ្អឹងចេញផងបាទអានេះគឺផ្ទៃឆ្អឹងខ្នងខាងលើបាទយើងធ្វើការហាន់ដើម្បីឲ្យវាចេញជារូបរាងស្អាតបន្តិចបាទវិញកាមេរ៉ានេះក៏ភ្លឺល្ងិតនៅនេះហើយអត់មានអ្នកជួយកាន់ដាក់បញ្ឈួរចោលបាទអានេះមកខាងពោះម្ដងបាទវើសអញ្ចឹងមកបន្ទាប់មកក៏កាត់ផ្ដាច់ដែលយើងវើសនេះមកបាទបន្ទាប់ពីយើងវើសតុបតែងរួចរាល់ហើយជាចុងក្រោយក៏មកវើសតតឹងមកកាត់តតឹងដើម្បីជាកិច្ចបង្ហើយបន់ចុងក្រោយត្រៀមនឹងយកទៅលក់ចប់ដោយបរិបូរណ៍បងប្អូនអាចទាញមើលមួយចំណិតនេះថាប្រហែល100 បាតបើទាញត្រូវផ្ញើឲ្យមួយចំណិតភ្លុកភ្លាមបើពេញចិត្តវីដេអូសូមកុំភ្លេចជួយ like ជួយ share ជួយ comment ហើយវីដេអូធ្វើត្រីក៏មានតែប៉ុណ្ណេះឯងជម្រាបលាបាយ